ការតភ្ជាប់ទិសខាងកើតនិងទិសខាងលិចនិងការតភ្ជាប់ទៅពិភពលោកសពថ្ងៃនេះស៊ីនជៀងលែងជាព្រំដែនដាច់ស្រយាលទៀតហើយប៉ុន្តែជាទឹកដីដែលប្រកបដោយកម្លាំងរស់រវើករបស់ប្រទេសចិនការផ្លាស់ប្ដូរមនោគមវិជ្ជានិងស្ថានភាពផ្លូវចិត្តបានធ្វើឲ្យជនជាតិស៊ីនជៀងបង្ហាញនូវទំនុកចិត្តនិងថាមពលដែលមិនធ្លាប់មានពីមុនមកចាប់ពីឆ្នាំ1952ដល់ឆ្នាំ1988ក្បាលរថភ្លើងចំហាយទឹកជិត 10,000 ត្រូវបានផលិតនៅក្នុងប្រទេសចិនសប្តាហ៍ថ្ងៃនេះត្រូវបានដកខ្លួនចេញពីវេទិកាប្រវត្តិសាស្ត្រនៅក្នុងប្រទេសចិននិងសូម្បីតែពិភពលោកអណ្ដូងរ៉ែជុងថ្មគឺជាតំបន់រុករ៉ែជុងថ្មដែលគ្រប់គ្រងដោយរដ្ឋដ៏សំខាន់នៅក្នុងស៊ីនជៀងវាត្រូវបានដាក់ឲ្យដំណើរការនៅក្នុងឆ្នាំ1970ហើយបានក្លាយជាអណ្ដូងរ៉ែដ៏សំខាន់នៅក្នុងខេត្តស៊ីនជៀងសប្តាហ៍ថ្ងៃនេះនៅមានក្បាលរថភ្លើងចំហាយទឹកចំនួន5ទៀតនៅទីនេះក្បាលរថភ្លើងចំហាយទឹកដឹកជញ្ជូនធ្យូងថ្មពីអណ្ដូងរ៉ែទៅស្ថានីយ៍ផ្ទេរនៅកន្លែងដែលមានចម្ងាយជាង10គីឡូម៉ែត្រហើយដឹកជញ្ជូនវាទៅកាន់ដីគោកដោយអង្គភាពដឹកជញ្ជូនផ្លូវដែកក្បាលរថភ្លើងចំហាយទឹកនេះបានដំណើរការអស់រយៈពេល30ឆ្នាំមកហើយការថែទាំមុនពេលផ្លាស់វេនគឺជាទម្លាប់ជាច្រើនឆ្នាំមួយនេះចិត្តអស់ហើយរបស់ចាស់បំផុតរថភ្លើងចាស់បំផុតជាង30ឆ្នាំមកហើយស៊ីចុងមីនពីអ្នកសង្កេតមើលអ្នកដុតភ្លើងជំនួយការអ្នកបើកបររហូតដល់ក្លាយជាអ្នកបើកបរសពថ្ងៃនេះដោយសារតែឡចំហាយទឹកដ៏ធំនៅខាងមុខក្បាលរថភ្លើងរារាំងទិដ្ឋភាពគឺតែងតែត្រូវអើតចេញមកខាងក្រៅរថយន្តពេលបើកបរថាមពលរបស់ក្បាលរថភ្លើងចំហាយទឹកចេញមកពីឡចំហាយធ្យូងធ្វើឲ្យទឹកពុះនៅក្នុងឡហើយប្រែទៅជាចំហាយទឹកទៅជំរុញពីស្ទង់មួយវេន12ម៉ោងក្នុងមួយវេនដុតធ្យូងអស់3តោនបែលមួយជោគធ្យូងចាន់បាន10គីឡូក្រាមបើជោគតិចបានប្រហែល8គីឡូក្រាមយានយន្តដ៏ធំនេះទាំងទៅទាំងមកប្រើធ្យូងថ្មយ៉ាងតិច70បែលស៊ឺម៉ាអ៊ីអាយុ51ឆ្នាំគឺជាអ្នកទទួលខុសត្រូវជាចម្បងក្នុងការបន្ថែមធ្យូងនៅក្នុងភ្លើងការជោគធ្យូងគឺជាការងារដែលប្រើកម្លាំងកាយក្នុងអំឡុងពេលដែលធ្វើការរួមគ្នានៅលើរថភ្លើងអស់រយៈពេលជាង30ឆ្នាំការជួយថែទាំគ្នាទៅវិញទៅមកគឺជារឿងដែលមិនអាចខ្វះបានតែល្អឆុងតែមួយកៅធំពីផ្ទះមកមួយថ្ងៃឆុងម្ដងគឺគ្រប់គ្រាន់ហើយការងារគេរវល់ណាស់ពួកគេអត់មានពេលខ្ញុំយកទឹកក្នុងឡានទៅដាំខ្ញុំប្រញាប់ឆុងពួកគេអាចផឹកបានពេលស្រេចទឹកបន្ទាប់ពីពួកយើងបានចាត់ចែងឲ្យធ្វើការនៅរដ្ឋភ្លើងតែមួយពួកយើងបានធ្វើការជាមួយគ្នាយ៉ាងសប្បាយរីករាយគិតរហូតមកដល់ពេលបច្ចុប្បន្នពួកយើងបានធ្វើការជាមួយគ្នាអស់រយៈពេល12ឆ្នាំមកហើយខ្ញុំបានចុះសម្រុងជាមួយគាត់បើយើងមិនចុះសម្រុងគ្នាទេខ្ញុំនឹងឈប់ធ្វើការដុតធ្យូងថ្មក្រឡេកមើលទៅរថភ្លើងនេះវិញខ្ញុំនឹងនឹកវាបានធ្វើការបែបនេះពេញមួយជីវិតហើយតើអ្នកស្ទាក់ស្ទើរទេខ្ញុំមិនចង់ទៅណាទេខ្ញុំចង់ធ្វើការនៅក្នុងរថភ្លើងរហូតដល់ចូលនិវត្តន៍តើអ្នកនៅតែនឹកវាទៀតទេបានធ្វើការងារនេះជាង30ឆ្នាំទៅហើយគ្មានអ្វីអាចឲ្យខ្ញុំមិននឹកវាទេតើអ្នកនឹងសម្រាកនៅថ្ងៃស្អែកទេស្អែកសម្រាកហើយតើអ្នកទៅលេងកន្លែងណាដែរខ្ញុំមិនដឹងទៅណាទេកូនស្រីត្រឡប់មកវិញហើយឲ្យកូនស្រីរៀបចំហើយ
នៅតំបន់សាន់តៅលីងឥឡូវនេះមានមនុស្សជាង70នាក់ប៉ុណ្ណោះធ្វើការ3វេនក្បាលរថភ្លើងចំហាយទឹកដែលនៅសេសសល់តិចតួចក៏នឹងលែងប្រើជាផ្លូវការនៅចុងឆ្នាំនេះដែរផ្លូវដែកស៊ីនជៀងនាពេលបច្ចុប្បន្ននេះមានចម្ងាយដំណើរការដល់ទៅ 5760.2 គីឡូម៉ែត្រដែលកើនឡើង 50% ធៀបនឹងឆ្នាំ 2009 ក្នុងរយៈពេលត្រឹមតែ 5 ឆ្នាំប៉ុណ្ណោះផ្លូវរថភ្លើងស៊ីនជៀងបានសម្រេចការលោតផ្លោះពីយុគសម័យនៃរថភ្លើងប្រើម៉ាស៊ីនចំហេះខាងក្នុងយុគសម័យនៃរថភ្លើងធម្មតាដល់យុគសម័យរថភ្លើងអគ្គិសនីនិងយុគសម័យនៃរថភ្លើងល្បឿនលឿនការតភ្ជាប់នៃផ្លូវក៏ជាបុរិយលក្ខខណ្ឌនៃការយល់ឃើញពីជីវិតដ៏ពេញនិយមផងដែរខ្ញុំមានអារម្មណ៍ថាមានសេរីភាពក្នុងការលេង Parker ហើយអាចបំភ្លេចរឿងមិនសប្បាយចិត្តទាំងអស់ខ្ញុំមានអារម្មណ៍ធូរស្រាលណាស់ដូចជាសត្វស្លាបហោះហើរលើមេឃ Parker គឺជាកីឡាផ្សងព្រេងមួយដែលមានដើមកំណើតនៅក្នុងទីក្រុងហើយវាក៏ជាសិល្បៈនៃការគ្រប់គ្រងបរិស្ថានយ៉ាងឆាប់រហ័សដោយពឹងផ្អែកលើកម្លាំងរាងកាយរបស់ខ្លួននៅក្នុងភ្នែករបស់ពួកគេបង្កាន់ដៃជញ្ជាំងដំបូលផ្ទះនិងរបាំងផ្សេងណាមួយសុទ្ធតែជាផ្លូវរលូនដែលអាចឆ្លងកាត់បានកីឡា Parker ត្រូវបានផ្សព្វផ្សាយពីទ្វីបអឺរ៉ុបទៅកាន់ប្រទេសចិនហើយក្រុមលេង Parker របស់អាពូទូឡាបង្កើតឡើង7ឆ្នាំមកហើយយ៉ាលីគុនតើគេអនុញ្ញាតឲ្យយើងទៅហាត់ទេខ្ញុំធ្លាប់ទៅទីនោះពីមុនមកទីនោះមានកន្លែងល្អសម្រាប់ធ្វើកាយវិការគ្រប់ប្រភេទពេលធ្វើកាយវិការសូមប្រយ័ត្នជញ្ជាំងនៅទីនេះចាស់ណាស់ត្រៀមខ្លួនរួចរាល់ហើយឬនៅរួចរាល់ហើយទីក្រុងចាស់ខាស៊ឺដែលត្រូវបានបង្កើតឡើងកាលពីជាង 2000 ឆ្នាំមុនមានផ្ទៃដីស្មើនឹងទីលានបាល់ទាត់ចំនួន 6 ផ្ទះសម្បែងដែលសាងសង់ដោយដីឆៅនិងផ្លូវខ្វាត់ខ្វែងដូចសួនវង្វេងគឺជាប្លុកទីក្រុងតែមួយគត់ក្នុងប្រទេសចិនផ្ទះប្រជាជនជាច្រើនមានប្រវត្តិសាស្ត្ររាប់រយឆ្នាំហើយវាក៏ជាកន្លែងដ៏ល្អសម្រាប់ហាត់ Parker ផងដែរនេះគឺជាទីក្រុងចាស់របស់យើងវាមានប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំយើងបានមកលេងនៅទីនេះតាំងពីក្មេងមកម្ល៉េះយើងមិនអាចបំភ្លេចជញ្ជាំងទាំងនេះបានទេទោះបីជាវាមានភាពទ្រុឌទ្រោមខ្លាំងក៏ដោយបច្ចុប្បន្នទីក្រុងចាស់ខាស៊ឺកំពុងជួសជុលឡើងវិញបន្ទាប់ពីជួសជុលរួចទីក្រុងចាស់មិនត្រឹមតែអាចរក្សាលក្ខណៈដើមនៃផ្ទះប៉ុណ្ណោះទេថែមទាំងអាចពង្រីកផ្លូវនិងដំឡើងបំពង់ទឹកឧស្ម័នធម្មជាតិនិងបំពង់លូដែលជួយសម្រួលដល់ការរស់នៅនិងកែលម្អបរិស្ថានការពារប្រវត្តិសាស្ត្ររបស់ទីក្រុងក្នុងពេលដែលជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនទៀតផងអាពូទូឡាក៏សង្ឃឹមថាអាចធ្វើឲ្យមនុស្សកាន់តែច្រើនយល់ដឹងពីទីក្រុងចាស់ខាស៊ឺតាមរយៈការសម្ដែងរបស់ក្រុមគាត់ខ្ញុំសង្ឃឹមថាអាចប្រើប្រាស់កីឡា Parker ធ្វើឲ្យមនុស្សកាន់តែច្រើនយល់ដឹងពីកន្លែងនេះខ្ញុំពិតជាសង្ឃឹមថាមានមនុស្សកាន់តែច្រើនអាចមកទស្សនាទីនេះអាពូទូឡាសង្ឃឹមថាអាចបង្កើតក្លឹបកីឡា Parker របស់ខ្លួនបន្ទាប់ពីបញ្ចប់ការសិក្សានៅមហាវិទ្យាល័យខ្ញុំចង់ចាត់ទុកកីឡា Parker ជាអាជីពរបស់ខ្ញុំនៅថ្ងៃអនាគតប៉ុន្តែកីឡានេះមានមនុស្សលេងច្រើនណាស់ដរាបណាយើងខិតខំហ្វឹកហាត់ហើយខ្លាំងជាងអ្នកដទៃនោះយើងអាចនឹងរកប្រាក់រស់នៅខ្ញុំក៏ចង់ឲ្យកីឡា Parker ក្លាយជាអាជីពរបស់ខ្ញុំនៅក្នុងជីវិត
ការធ្វើឲ្យជីវភាពខាងវិញ្ញាណរបស់ប្រជាជនមានភាពសម្បូរបែបនិងធ្វើឲ្យពិភពវិញ្ញាណរបស់ប្រជាជនគ្រប់ជនជាតិពោរពេញទៅដោយអត្ថន័យគឺជាការងារសំខាន់របស់ស្ថាប័នភូមិភាគស្វយ័តស៊ីនជៀងភូមិពូយីមានចម្ងាយ200គីឡូម៉ែត្រពីកណ្ដាលទីក្រុងខាស៊ឺអ្នកនាងដែលកំពុងវ័យស្កូចមានឈ្មោះម៉ាលីជាគ្រូបង្រៀនមកពីវិទ្យាស្ថានសិល្បៈស៊ីនជៀងអ្នកនាងម៉ាលីនិងសហការីបានមកធ្វើការនៅភូមិពូយីក្រោមការដឹកនាំរបស់ថាឡៃធីភូមិនេះឈ្មោះណាហឡាឆាលទីដែលមានន័យថាជាកន្លែងវាយស្គរខ្ញុំថាឈ្មោះនេះល្អណាស់តើអ្នកទាំងអស់គ្នាលេងស្គរអត់ពួកគេថាអត់ទេប៉ុន្តែធ្លាប់លេងកាលពីមុនខ្ញុំថាកាលពីមុនមានឈ្មោះនេះច្បាស់ជាមានទំនាក់ទំនងនឹងស្គរពេលវាយស្គរអ្នកភូមិបានមកដល់ទីនេះពីទីគ្រប់កន្លែងហើយនិយាយថាពួកគេខានបានលើសំឡេងស្គរប្រហែល10ឆ្នាំមកហើយអ្វីដែលធ្លាប់មានការពេញនិយមនៅក្នុងភូមិពូយីគឺភ្លេងស្គរដែលមានឈ្មោះថាណាហឺឡាក្បាលស្គរណាហឺឡាធ្វើពីស្បែកគោឬស្បែកអូតមួយឈុតមាន2មួយសម្រាប់សំឡេងខ្ពស់និងមួយទៀតសម្រាប់សំឡេងបាសគំនិតជ្រុលនិយមខាងសាសនាអះអាងថាការវាយស្គរត្រូវបានគាំទ្រដោយសាតានខ្ញុំថាការវាយស្គរគឺជាទំនៀមទម្លាប់វប្បធម៌របស់ជនជាតិភាគតិចយើងមិនត្រឹមតែត្រូវបន្តវាយស្គរណាហាឡាប៉ុណ្ណោះទេថែមទាំងត្រូវបានបង្កើតចង្វាក់ថ្មីទៀតផងព្រឹទ្ធាចារ្យថាឡៃធីសម្រាប់ចាត់ឲ្យភ្លេងស្គររបស់ភូមិពូយីលាន់ឮម្ដងទៀតយើងប្រញាប់ទិញស្គរណាហាឡាចំនួន50ទៅ60ហើយខ្ញុំថាការលេងស្គររបស់យើងលើកនេះខុសពីលើកមុនតើយើងអាចទាក់ទាញមនុស្សកាន់តែច្រើនដើម្បីបង្កើតក្រុមស្គរទេនៅថ្ងៃដំបូងមានមនុស្ស50ដល់60នាក់ដែលចេះវាយស្គរនេះបានពង្រឹងការបដិញ្ញាចិត្តរបស់ថាឡៃធីជនជាតិវួយវ័រមានការចាប់អារម្មណ៍ខ្លាំងក្នុងការច្រៀងរាំពេលណាភ្លេងចាប់ផ្ដើមលាន់ឮគាត់ចង់តែរាំឲ្យតែមានភ្លេងណាហាឡាគាត់ក៏ចង់វាយដែរគាត់មិនចង់ឈប់ទេពេលគាត់បានវាយស្គរមនុស្សចំណាស់នេះឈ្មោះម៉ៃម៉ៃធីវូស៊អឺធ្លាប់លេងស្គរណាហាឡាកាលពីគាត់នៅក្មេងហើយគាត់គឺជាមនុស្សដំបូងដែលបានចុះឈ្មោះយ៉ាងខ្ញុំទាំង3នាក់គឺរូបខ្ញុំលោកតាម៉ៃម៉ៃធីវូស៊អឺនិងលោកគ្រូគឺជាអ្នកចូលរួមការប្រកួតវាយស្គរព្រោះគេលេងស្គរតាមចង្វាក់ប្រជាប្រិយខ្ញុំលេងចង្វាក់ប៉ុបលីបញ្ចូលគ្នាខ្ញុំគិតថាវានឹងមានប្រសិទ្ធភាពល្អពេលមនុស្សធំកំពុងហាត់សមក្មេងៗទុកចិត្តមិនបានទេពួកគេយកដំបងគោះលើដីឬគោះលើអ្វីដែលគេឃើញហើយពួកគេបានបង្កើតក្រុមវាយស្គរយុវជនតែម្ដងដោយសារពួកគេប្រើកម្លាំងខ្លាំងមកវាយស្គរដូច្នេះហើយដំបងវាយស្គរក៏ប្រើលឿនជាងមុនពួកយើងទៅស្រែចម្ការឬមេឈើខ្លះរួចយកមកកាត់ធ្វើជាដំបងវាយស្គរដោយខ្លួនឯងជាដំបងពួកគេពិតជាស្រឡាញ់រឿងនេះណាស់ហើយធ្វើវាយ៉ាងសកម្មពេលចេញពីរៀនឬបញ្ចប់ការហាត់សមពួកគេនៅតែអង្គុយវាយស្គរនៅទីនោះមិនចង់ទៅផ្ទះវិញទេដើម្បីបំពេញការខ្វះខាតនៃសម្លេងបាសថាឡៃធីបានធ្វើបន្ថែមស្គរជនជាតិហានទៅក្នុងក្រុមវាយស្គរ
លោកគ្រូបាននិយាយថាការពីមុនពេលបញ្ចប់ការបន់ស្រន់ហើយមកវិញខ្ញុំគ្រាន់តែអានសៀវភៅប៉ុន្តែបន្ទាប់ពីខ្ញុំបានចូលរួមក្រុម Visco របស់យើងគឺតែងតែមានអារម្មណ៍សប្បាយរីករាយខ្ញុំមិននឹកស្មានថាសិល្បៈអាចធ្វើឲ្យមនុស្សមានអារម្មណ៍ល្អយ៉ាងនេះទេមានតែការប្រឹងប្រែងប៉ុណ្ណោះទើបមានការផ្លាស់ប្ដូរមានតែការប្រឹងប្រែងទើបអាចផ្លាស់ប្ដូរបានចាប់តាំងពីឆ្នាំ2014មកកម្មាភិបាលចំនួន 200,000 នាក់នៃអង្គភាពរដ្ឋគ្រប់លំដាប់ថ្នាក់នៅស៊ីនជៀងបានចុះទៅកាន់ថ្នាក់មូលដ្ឋានដើម្បីសួរសុខទុក្ខប្រជាជនផ្ដល់ផលប្រយោជន៍ដល់ជីវភាពរស់នៅរបស់ប្រជាជននិងបម្រើប្រជាជនដែលនៅកន្លែងឆ្ងាយបំផុតដើម្បីបំផុសគំនិតសម្រាប់រឿងភាគថ្មីដែលជិតនឹងសម្ដែងក្នុងមហោស្រពរបាំអន្តរជាតិស៊ីនជៀងលៀងហ្គឺលូបានធ្វើដំណើរទៅកាន់ស៊ីនជៀងលើកដំបូងដែលខ្ញុំមកដល់ស៊ីនជៀងគឺនៅឆ្នាំ2000ប៉ុន្តែនៅពេលដែលអ្នកបន្តទៅម្ដងហើយម្ដងទៀតទៅច្រើនដងខ្ញុំមានអារម្មណ៍ថាអ្វីដែលធ្វើឲ្យខ្ញុំរំភើបចិត្តបំផុតគឺមនុស្សនៅក្នុងទឹកដីនេះប្រធានបទមួយដែលខ្ញុំតែងតែចង់បង្ហាញនោះគឺអ្នកសាងសង់លើទឹកដីនេះដំណើរការនេះក៏ជាដំណើរការមួយសម្រាប់ស្វែងរកខ្លួនឯងផងដែរពេលដំបូងខ្ញុំមានរំភើបសោះប៉ុន្តែពេលដែលខ្ញុំសប្បាយចិត្តខ្លាំងគឺពេលដែលខ្ញុំចូលទៅស៊ីនជៀងពីច្រកស៊ីនស៊ីងសាខ្ញុំមានអារម្មណ៍ល្អណាស់នៅពេលនោះវាគឺជាអ្វីដែលខ្ញុំចង់បានជាអ្វីដែលខ្ញុំបានស្វែងរកនៅពេលដំបូងស៊ីនជៀងមានធនធានដែលមិនអាចកាត់ថ្លៃបាននៃតន្ត្រីរបាំសិល្បៈល្ខោនរបស់ជនជាតិភាគតិចការបំផុសគំនិតសម្រាប់រឿងភាគថ្មីរបស់លៀងហ្គឺលូគឺអាស្រ័យលើមនុស្សម្នាក់ដែលឈ្មោះវ៉ាងលូពីនក្រៅពីគាត់ជាតន្ត្រីករដ៏អស្ចារ្យម្នាក់ខ្ញុំក៏គិតថាគាត់ក៏ជាអ្នកប្រស័យទាក់ទងដ៏អស្ចារ្យម្នាក់ដែរមែនហើយបទចម្រៀងជាច្រើនរបស់គាត់គឺចាស់ណាស់ហើយដោយសារតែគាត់បានរៀបចំតន្ត្រីទាំងនេះទើបធ្វើឲ្យមនុស្សសម័យនេះបានស្ដាប់តន្ត្រីនេះហើយចូលចិត្តស្ដាប់ទៀតដោយសារតែរឿងល្អប្រសើរមានលក្ខណៈទូទៅនៅពេលនោះវាគ្រាន់តែជាវិចារណញ្ញាណប៉ុណ្ណោះខ្ញុំគ្រាន់តែចង់បង្ហាញពីមនោសញ្ចេតនារបស់ខ្ញុំចំពោះស៊ីនជៀងទៅកាន់មនុស្សទាំងអស់តាមរយៈស្នាដៃនេះខ្ញុំមិនគ្រាន់តែចង់ថតបទចម្រៀងរបស់លោកវ៉ាងលូពីនឡើងវិញប៉ុណ្ណោះទេថែមទាំងចង់បង្ហាញពីស្មារតីសិល្បៈដែលគាត់ចង់បង្ហាញក្នុងចម្រៀងរបស់គាត់បាទដាក់ចំណងជើងឲ្យវាថានៅក្នុងសូរសៀងចម្រៀងរបស់គាត់អ្នកអាចយល់ថាគាត់គឺជាលោកវ៉ាងលូពីនហើយក៏អាចយល់ថាជាមនុស្សផ្សេងដែរពិចារណាពីការយកលក្ខណៈពិសេសនៃរបាំជនជាតិស៊ីនជៀងច្របាច់បញ្ចូលជាមួយនឹងរបាំ Hip Hop ទំនើបនេះខ្ញុំបានអញ្ជើញមនុស្សជាច្រើនទៀតទៅបង្រៀនពួកគេដូចជាបង្រៀនរាំចង្វាក់សាសរបាំទំនើបនិងក្បាច់រាំក្រោយពីចូលរួមវគ្គបណ្ដុះបណ្ដាលបែបនេះសក្តានុពលរបស់តារាសម្ដែងត្រូវបានលើកកម្ពស់និងអភិវឌ្ឍយ៉ាងខ្លាំង然后来回虚和那个实的，我是一个手，你是一个手，然后完了过后这儿应该有一个什么东西。អ្នកមិនគ្រាន់តែជាអ្នកសម្ដែងម្នាក់ប៉ុណ្ណោះទេអ្នកត្រូវតែបញ្ចេញនូវលក្ខណៈពិសេសរបស់អ្នកជាអ្នកគឺមិនអាចជំនួសបានសពថ្ងៃនេះស៊ីនជៀងកំពុងធ្វើការផ្សព្វផ្សាយនិងការផ្លាស់ប្ដូរជាមួយបរទេសយ៉ាងសកម្មហើយបានរៀបចំយ៉ាងយកចិត្តទុកដាក់នៅព្រឹត្តិការណ៍សំខាន់ៗដូចជាមហោស្រពរបាំអន្តរជាតិស៊ីនជៀងនិងពិព័រណ៍សិល្បៈអន្តរជាតិប្រចាំ2ឆ្នាំជាដើមមហោស្រពរបាំនេះមិនត្រឹមតែបង្ហាញនៅស៊ីនជៀងនិងភាពសម្បូរបែបទៅកាន់ពិភពលោកប៉ុណ្ណោះទេហើយក៏ធ្វើឲ្យពិភពលោកមើលឃើញការផ្លាស់ប្ដូរនិងការច្នៃប្រឌិតថ្មីរបស់ស៊ីនជៀងផងដែរបានបន្ថែមរចនាបថនៃការនិពន្ធល្ខោនតន្ត្រីនិងលក្ខណៈពិសេសនៃតន្ត្រីសាដើម្បីបង្កើតជាថ្មីឡើងវិញហើយសូម្បីតែប្រើប្រាស់លក្ខណៈពិសេសនៃស្នាដៃរបស់លោកវ៉ាងលូពីន
បន្ទាប់ពីច្រើនឆ្នាំកន្លងផុតទៅយុវជនមួយក្រុមបានមកទីនេះពួកគេក៏ស្រឡាញ់ទឹកដីនេះនិងប្រជាជននៅទីនេះដូចគ្នាដែរពួកគេចង់ធ្វើរឿងខ្លះដើម្បីឲ្យមនុស្សនៅទីកន្លែងឆ្ងាយយល់ដឹងនិងយោគយល់ពីកន្លែងនេះយ៉ាងពិតប្រាកដហើយនៅក្នុងសូសៀងចម្រៀងរបស់គាត់ពួកគេបានរកឃើញចម្លើយនៅពេលអនាគតនឹងមានមនុស្សកាន់តែច្រើនដឹងថាសិនជាងគឺជាឃ្លាំងទ្រព្យដ៏ធំមួយតាមរយៈការតាក់ទងវាមានធនធានដ៏សម្បូរបែបនិងតាក់ទាញមនុស្សកាន់តែច្រើនអ្នកដែលត្រូវតាក់ទាញដោយស៊ីនជាងគឺអ្នកសាងសង់នៅតំបន់មូលដ្ឋានដែលមកពីដីគោកមានមនុស្ស41នាក់មកពីសួននេះពេលខ្ញុំមកនៅទីនេះមានអាយុ19ឆ្នាំដីទំនាបច្រើនតែមនុស្សតិចពួកគេទាំងអស់គ្នាមកទីនេះតាមឡានកាមីញ៉ុងស៊ីនជាងមានផ្ទៃដីធំហើយក៏មានសក្តានុពលអភិវឌ្ឍដែរតោះទៅស៊ីជាងនៅទសវត្សរ៍ឆ្នាំ1950និងឆ្នាំ1960យុវជនមួយចំនួនធំដែលមកពីដីគោកបានទៅដល់ស៊ីនជាងមនុស្សចាស់ប៉ុន្មានអ្នកនេះត្រូវបានចាត់ចែងឲ្យទៅភូមិយាងខាន់នៅជើងភ្នំភ្លើងធ្វើស្រែចម្ការនិងអភិវឌ្ឍជាមួយជនជាតិភាគតិចក្នុងតំបន់ជនជាតិនេះគេនិយាយថាជាជនជាតិវួយវអគាត់មានភាពរាក់ទាក់កក់ក្ដៅខ្លាំងណាស់វាមិនល្អដូចរបស់យើងទេឲ្យញ៉ាំត្រសក់ស្រូវញ៉ាំទំពាំងបាយជូរក្រៀមមានភាពសាមគ្គីគ្នាខ្ញុំតែងតែយំពេលដែលត្រឡប់ទៅផ្ទះវិញគឺដោយសារតែនឹកស្រុកកំណើតតើអ្នកហត់ទេអ្នកត្រឡប់មកវិញហើយលេងកោតត្រអ្នកមានអារម្មណ៍ល្អឯកភាពជាតិគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍនិងវឌ្ឍនភាពមានភូមិហានចំនួន2និងភូមិវួយវូចំនួន3នៅក្នុងភូមិយាងកានពួកគេរស់នៅក្បែរគ្នាយូរមកហើយធ្វើការជាមួយគ្នានិងផឹកទឹកអណ្ដូងខាអើជីងចំនួន2ខ្ញុំបានស្គាល់មិត្តជនជាតិវួយវអជាច្រើនមិនថាមនុស្សធំឬកុមារទេពិតជារួមសាមគ្គីគ្នាបានល្អជាង50ឆ្នាំមកយុវជនភាគច្រើនដែលចុះទៅជួយអភិវឌ្ឍស៊ីនជាងបានត្រឡប់ទៅកាន់ស្រុកកំណើតវិញហើយចំណែកឯអ្នកដែលបន្តរស់នៅទីនោះបានក្លាយជាស្រុកកំណើតរបស់ពួកគេនាពេលបច្ចុប្បន្នពេលចាប់ផ្ដើមចាក់តន្ត្រីអ្នកទាំងអស់គ្នាមករាំជាមួយគ្នាដូចជាក្រុមគ្រួសារតែមួយខ្ញុំចូលចិត្តទីនេះគ្រួសារខ្ញុំក៏នៅទីនេះដែរឥឡូវនេះខ្ញុំមានកូនចៅជាច្រើនហើយរួមរស់នៅជាមួយគ្នាខ្ញុំពេញចិត្តណាស់ខ្ញុំសប្បាយចិត្តខ្លាំងបំផុតនៅឆ្នាំនេះចៅស្រីនិងចៅប្រុសបានចូលរៀននៅមហាវិទ្យាល័យហើយទំពាំងបាយជូរជាង666ម៉ែត្រការ៉េអាចបង្កើតប្រាក់ចំណូលជាង 10,000 យួនប្រាក់ចិនច្រើនជាងប្រាក់ខែចូលនិវត្តន៍របស់ខ្ញុំទៅទៀតស៊ីនជាងបានចំណាយពេល60ឆ្នាំដើម្បីសម្រេចបាននូវការអភិវឌ្ឍបែបលោតផ្លោះនិងទទួលបាននូវសមិទ្ធផលគួរឲ្យកត់សម្គាល់ដែលទទួលបានការចាប់អារម្មណ៍ពីទូទាំងពិភពលោកប្រឈមនឹងយុគសម័យថ្មីនិងស្ថានភាពថ្មីស៊ីនជាងនឹងបង្ហាញនូវឧត្តមភាពផ្នែកភូមិសាស្ត្រនិងវប្បធម៌របស់មនុស្សជាតិជាដើមបង្កើនការបើកចំហគ្រប់ជ្រុងជ្រោយនិងពួតដៃជាមួយប្រទេសនិងតំបន់ដើម្បីស្ដារភាពរុងរឿងនៃផ្លូវសូត្របុរាណឡើងវិញ